បាទជម្រាបសួរបងប្អូនទាំងអស់គ្នាជម្រាបសួរថ្ងៃនេះគឺយើងចង់និយាយអំពីការថែមន់ចំណុចមួយដែលបងប្អូនខ្លះគាត់ចាប់ផ្ដើមបងប្អូនខ្លះក៏គាត់ដឹងហើយអញ្ចឹងចំណុចពិសេសមួយអានេះជាបទពិសោធន៍សម្រាប់ការថែរបស់ខ្ញុំទេហើយចំណុចអីគឺយើងធ្លាប់និយាយហើយយើងនិយាយថាចំណុចពិសេសអញ្ចឹងនៅពេលដែលពេលព្រឹកបើសិនតែមន់យើងស្បែកគេហៅថាស្បែករាងស្ដើងស្បែករាងអន់គឺយើងត្រូវវាយគេហៅថាវាយល្មៀតចូលយ៉ាងហោចណាក៏2 ដងដែរ2 ដងតែ2 ដងប៉ុណ្្នឹងបានវាយល្មៀតហើយកុំភ្លេចលាងទឹកវាយពេលព្រឹកហាលថ្ងៃឲ្យលាងទឹកពេលល្ងាចហើយសម្រាប់មន់បងប្អូនរាងស្បែករាងអត់សូវតឹងណាបងប្អូនអ៊ុតតែកុំអ៊ុតខ្លាំងពេកអ៊ុតយល់ល្អតែអ៊ុតតែមុខវាបានណាអ៊ុតតិចកុំអ៊ុតកុំដៅខ្លាំងពេកអ៊ុតតិចបានហើយអ៊ុតទៅនៅពេលដែលវាមានស្បែកតឹងហើយគឺយើងឈប់មិនបាច់សូវជាអ៊ុតប្រហែលទេអានេះជាចំណុចមួយចំនួនអញ្ចឹងហើយនៅពេលដែលយើងឲ្យទឹកបើអត់ទាន់មានថ្ងៃទេគឺយើងមិនបាច់សូវឲ្យទឹកជោគទេតែបើមានថ្ងៃពេលច្រើនខ្ញុំពេលខ្ញុំឲ្យទឹកគឺខ្ញុំយកហាលថ្ងៃសិនបើមានថ្ងៃបានខ្ញុំឲ្យទឹកបើអត់មានថ្ងៃទេគឺខ្ញុំអត់ជូតទឹកទេការឲ្យទឹកគឺដូចជាការលាងសម្អាតវាទេដូចជាការមុជទឹកឲ្យវាអញ្ចឹងណាហើយនៅពេលដែលម៉ោង9ភាគច្រើនម៉ោង9ខ្ញុំឲ្យស៊ីចំណីណាខ្ញុំឲ្យស៊ីចំណីកំណត់ពេលវេលាគឺមន់វាស៊ីច្បាស់លាស់ពេលវេលាហើយកំណត់មកស្រូវយើងកាត់ដល់ប្រវែងនេះអញ្ចឹងដល់កំប៉ុងទឹកសុទ្ធប្រវែងនេះគឺយើងដាក់ប៉ុណ្ណេះរាល់ថ្ងៃគីឡូទេអត់ឡើងទៅណាទេគីឡូទេស្មើល្អណាស់អញ្ចឹងនៅពេលដែលវាស៊ីចំណីរួចនៅពេលដែលចាប់ពីម៉ោង1រហូតដល់ម៉ោង3ម៉ោង4ណាគឺខ្ញុំគ្របកន្លែងណាដែលវាដេកភាគច្រើនខ្ញុំឲ្យដេកក្រោមដើមឈើវាត្រជាក់ល្អក្រោមដើមឈើកន្លែងណាដែលយើងធ្លាប់ឲ្យវាដេកគឺយើងដេកឲ្យវាដេកនោះឲ្យគ្របវាឲ្យជិតតែម្ដងហើយចាប់ផ្ដើមម៉ោង3ម៉ោង4ហ្នឹងវាមានកម្ដៅទៀតគឺយើងយកហាលថ្ងៃបើសិនតែវាមានកម្ដៅខ្លាំងគឺយើងជូតទឹកមកល្មមហើយយើងហាលថ្ងៃវាតែម្ដងហើយហាលថ្ងៃនៅពេលល្ងាចនេះគឺហាលថ្ងៃចំកន្លែងដែលមានស្មៅខ្ចីយើងហាលទៅវាចឹកស៊ីវាកាយចឹកស៊ីហើយសម្រាប់ថ្ងៃចិត្តលិចឬក៏ម៉ោង5 7 6ហ្នឹងណាគឺយើងត្រូវប្រឡែងវាតែម្ដងប្រឡែងកុំឲ្យនៅចិត្តមេខ្លាចវារត់ទៅវាឆ្លោះជើងវាយះជើងអញ្ចឹងណាប្រឡែងកន្លែងណាដែលមានស្មៅអញ្ចឹងប្រឡែងវាមកទុះប្រហែលជា1 ម៉ោងទៅកន្លះម៉ោងអានេះចំណុចពិសេសហើយសម្រាប់មុននឹងចេញ2 ថ្ងៃមុនចេញឧបមាថាយើងចេញថ្ងៃអាទិត្យអញ្ចឹងថ្ងៃណាថ្ងៃអាទិត្យយើងត្រូវសម្រាប់ថ្ងៃសុក្រថ្ងៃសៅរ៍អញ្ចឹងថ្ងៃពហុគឺយើងត្រូវវាយគេហៅថាវាយសាឡបងមើលតើវាលោតដាច់អត់យើងដាក់សាឡបងមើលប្រហែល10 នាទីរុំមកចិត្តសងខាងដើម្បីមើលការលោតរបស់វាទេបើវាលោតដាច់ហើយវាយដាច់ហើយគឺយើងអូខេយើងអាចចេញថ្ងៃសៅរ៍យើងអាចចេញថ្ងៃអាទិត្យបានហើយយើងសម្រាក2 ថ្ងៃការដែលយើងសម្រាកហ្នឹងគឺយើងឲ្យវាវាយខ្យល់យ៉ាងហោចណាស់ពេលព្រឹកយើងឲ្យទឹកឲ្យហាលថ្ងៃបន្តិចយើងកុំជូតទឹកខ្លាំងពេកហាលថ្ងៃបន្តិចហើយយើងវាយខ្យល់ប្រហែលជា4-10ទៅហើយលងប្រហែលជា4-10ដែរហើយការរត់ហ្នឹងរត់មកផ្លេតរត់ប្រហែលជា5 នាទីរត់សុំអញ្ចឹងណាហើយគឺយើងហាលថ្ងៃបន្តិចហើយយើងឲ្យវាសម្រាកតែម្ដងហើយការប៉ូវការអីហ្នឹងបងប្អូនប៉ូវតាមចិត្តដែលបងប្អូនធ្លាប់មានចំណុចពិសេសណាគឺប៉ូវតាមចិត្តហើយការដែលយើងសម្រាកហ្នឹងគឺសម្រាប់ខ្ញុំគឺសម្រាប់2 ថ្ងៃបងប្អូនមិនខ្ញុំអត់ដឹងទេតែសម្រាប់មិនសម្រាប់សុទ្ធទេណាគឺឲ្យវាវាយខ្យល់10 20ឲ្យវារត់សុំឲ្យអីហ្នឹងមិនសម្រាប់គឺដាច់ដល់វាសម្រាប់សុទ្ធទេហើយសម្រាប់ការប្រើថ្នាំអានេះការប្រើថ្នាំរបស់ខ្ញុំណាគឺខ្ញុំថ្ងៃដែលចេញចូលគឺខ្ញុំអត់ប្រើទេថ្ងៃអត់ចេញចូលគឺខ្ញុំប្រើរាល់ថ្ងៃពេលព្រឹក2 គ្រាប់ទៅ3 គ្រាប់ពេលព្រឹក2 គ្រាប់ទៅ3 គ្រាប់ហើយធ្វើជាធម្មតាថ្នាំខ្ញុំត្រូវធ្វើជាមួយទឹកឃ្មុំប៉ែប៉ុន្តែខ្ញុំធ្វើលក្ខណៈទ្រង់ទ្រាយច្រើនអញ្ចឹងខ្ញុំធ្វើឲ្យហាលថ្ងៃដើម្បីងាយស្រួលវេចខ្ចប់ហើយបើបងប្អូនណាបានទិញថ្នាំខ្ញុំយកទៅហើយមុននឹងបញ្ចុកវាយើងមានទឹកឃ្មុំយើងជ្រលក់នឹងទឹកឃ្មុំបន្តិចហើយបញ្ចុកវាទៅដើម្បីឲ្យវាមានប្រសិទ្ធភាពកាន់តែល្អអញ្ចឹងអរគុណច្រើនមានចំណុចពិសេសណាបងប្អូនអាចមិនមែនថាទិស្ដីខ្ញុំត្រូវទាំងអស់ទេអានេះជាបទពិសោធន៍ដែលខ្ញុំធ្លាប់ថែទេបងប្អូនធ្លាប់ថែមិនគឺបងប្អូនថែអញ្ចឹងទៅបងប្អូនថែត្រូវមិនគឺថែអញ្ចឹងទៅប៉ុន្តែតាមដែលខ្ញុំនិយាយនេះគឺខ្ញុំធ្លាប់ថែអញ្ចឹងទៅវាល្អវាឈ្នះវាភាគរយល្អតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូន